Donald Trump ban đào tuនីតិដូចជាអន្តរក្នុងសង្គ្រាមនេះដោយរុញទៅមួយជំហានទៅមួយទៀតម្ដងគ្រប់គ្រងរុស្ស៊ីម្ដងវិលមកគ្រប់គ្រងយូក្រែនហើយបន្តិចវិលត្រឡប់ទៅមកម៉ូស្គូវិញប៉ុន្តែថ្មីនេះគាត់ហាក់ដូចជាកំពុងលំអៀងទៅរកទស្សនៈរបស់យូក្រែនកាន់តែច្រើនសមាជិកនៃក្រុមសហព័ន្ធដែលគេហៅថា Coalition of the Willing ក៏បានជួបប្រជុំគ្នានៅទីស្នាក់ការក្រសួងការបរទេសនៅឡុងដើម្បីព្យាយាមរុញអន្តរនោះឲ្យទៅជួយយូក្រែនកាន់តែខ្លាំងពួកគេបានពិភាក្សាអំពីរឿងជាច្រើនជាដំបូងគេគឺអំពីមីស៊ីលវែងចម្ងាយរុស្ស៊ីកំពុងបាញ់យន្តហោះដ្រូនទៅលើទីក្រុងនិងភូមិរបស់យូក្រែនរៀងរាល់យប់បណ្ដាលឲ្យមនុស្សជាច្រើនស្លាប់យូក្រែននិយាយថាពួកគេមិនមានសមត្ថភាពដើម្បីបំបត្តិការគំរាមកំហែងនោះទេមិនអាចឈានចូលទៅក្នុងរុស្ស៊ីដើម្បីបំផ្លាញប្រភពដ្រូនទាំងនោះបានឡើយដូច្នេះពួកគេចង់ឲ្យមានមីស៊ីលបន្ថែមទៀតនៅក្នុងដៃរបស់ពួកគេក៏ចង់ឲ្យមានការរីកចម្រើនក្នុងការលើកបង្ហាញទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កប់ផងដែរទ្រព្យសម្បត្តិរបស់រុស្ស៊ីចាប់ពីយ៉ាទៅវីឡាផ្ទះនិងសាច់ប្រាក់ទាំងអស់នេះត្រូវបានយកទៅកាន់និងបង្កប់នៅដើមសង្គ្រាមហើយប្រទេសជាច្រើនចង់ឲ្យបើកបញ្ចេញវិញនិងផ្ដល់ឲ្យយូក្រែនដើម្បីជួយពួកគេការពារខ្លួនតែនេះជាបញ្ហាដ៏លំបាកណាស់ប្រទេសជាច្រើនមួយចំនួនក៏នៅតែប្រឆាំងនឹងការធ្វើបែបនោះប៉ុន្តែមានការរីកចម្រើនខ្លះក្នុងការសម្រេចបានគោលបំណងនោះទោះបីជាអ្នកវិភាគនិយាយថាវានៅមិនទាន់គ្រប់គ្រាន់ដើម្បីបង្កើតការផ្លាស់ប្ដូរធំនៅឡើយយើងឃើញបញ្ហាជាមួយទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កប់ហើយបើគ្មានវាតាមត្រូវប្រាប់តាមត្រង់ថាខ្ញុំមិនឃើញថាអឺរ៉ុបអាចហិរញ្ញវត្ថុឲ្យយូក្រែនបានយ៉ាងដូចម្តេចទេហើយយើងនៅតែមិនដឹងថាយូក្រែននឹងទទួលបានការអនុញ្ញាតឲ្យប្រើអាវុធមីស៊ីលចម្ងាយវែងប្រឆាំងនឹងរុស្ស៊ីឬអត់បន្ទាប់មកក៏មានសំណួរអំពីការដាក់ពិន័យផងដែរDonald Trump បានចាប់ផ្ដើមធ្វើអ្វីមួយដែលមនុស្សជាច្រើននិយាយថាអាមេរិកគួរតែធ្វើមកលែងយូរហើយនោះគឺវាប្រហារលើវិស័យឈាមសំខាន់នៃសេដ្ឋកិច្ចរបស់ Vladimir Putin គឺឧស្សាហកម្មប្រេងដោយដាក់ពិន័យក្រុមហ៊ុនប្រេងមួយចំនួនជាដំបូងហើយសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនក៏បានធ្វើតាមដែរឥឡូវនេះវាមានបញ្ហាព្រោះអ្វីទាំងនេះអាចធ្វើឲ្យតម្លៃប្រេងឆាឡើងខ្ពស់នេះអាចនាំឲ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោកហើយវានឹងប៉ះពាល់ដល់ពួកយើងទាំងអស់ប៉ុន្តែយើងនៅឆ្ងាយពីអ្វីនោះហើយខ្ញុំគិតថាជំនួយក្រែនពិតជាមានកម្លាំងចិត្តព្រោះអ្វីដែលលេចខាងលិចឥឡូវនេះចាប់ផ្ដើមវាប្រហារលើ Vladimir Putin នៅកន្លែងដែលអាចធ្វើឲ្យគាត់រងការខូចខាតពិតប្រាកដ